បុរសនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាទ្វារមុខផ្ទះដូនតារបស់គាត់ធ្វើពីឈើណានមូហ្វសៃមៀលើសពីនេះតុកៅអីនិងបាំងខាងក្នុងសុទ្ធតែជាវត្ថុបុរាណដែលមានអាយុកាលរាប់រយឆ្នាំគ្រាន់តែកៅអីមួយក៏អាចលក់បានរហូតដល់$40 លានយ៉ាងងាយទើបគាត់ដឹងខ្លួនថាគាត់គឺជាអ្នកស្នងមរតកដ៏មហាសាលដែលលាក់មុខហើយគាត់ត្រូវអរគុណសង្សារចាស់របស់គាត់សម្រាប់រឿងទាំងអស់នេះរឿងរ៉ាវបានចាប់ផ្ដើមកាលពី3ឆ្នាំមុនឪពុកម្ដាយរបស់គាត់បានទៅធ្វើការនៅបរទេសដើម្បីសន្សំប្រាក់សម្រាប់អាពាហ៍ពិពាហ៍របស់គាត់មុនពេលចាកចេញពួកគាត់បានរៀបចំឲ្យគាត់ស្នាក់នៅជាមួយមិត្តភក្តិដ៏ល្អឈ្មោះម៉ារីដោយមានម៉ារីជាអ្នកជួយសម្របសម្រួលបុរសនោះក៏បានចាប់ផ្ដើមតាក់ទងគ្នាជាមួយកូនស្រីចុងរបស់ម៉ារីឈ្មោះអាណាប៉ុន្តែអាណាគឺជាស្រីដែលស្រឡាញ់តែលុយប៉ុណ្ណោះមិនយូរប៉ុន្មាននាងក៏ទៅតាក់ទងជាមួយកូនអ្នកមានម្នាក់មិនត្រឹមតែបោះបង់គាត់ចោលទេនាងថែមទាំងបណ្ដេញគាត់ចេញពីផ្ទះទៀតផងហើយនៅពេលដែលម៉ារីព្យាយាមនិយាយការពីគាត់អាណាដ៏ពីពលក៏បណ្ដេញនាងចេញដែរដោយព្រួយបារម្ភថាបុរសនោះអាចនឹងត្រឡប់មកវិញរកនាងអាណាក៏គប់ខ្សែដៃដែលគាត់ឲ្យនាងទៅឲ្យគាត់វិញគាត់គេចមិនទាន់ក៏ត្រូវចំភ្នែកតែម្ដងប៉ុន្តែនៅពេលគាត់បើកភ្នែកម្ដងទៀតគាត់ស្រាប់តែមានសមត្ថភាពអាចមើលធ្លុះអ្វីទាំងអស់ដោយទាំងគាត់និងម៉ារីត្រូវបានអាណាបណ្ដេញចេញបុរសនោះគ្មានជំរឿអ្វីក្រៅពីនាំម៉ារីទៅផ្ទះចាស់របស់គ្រួសារគាត់ហើយនោះជាមូលហេតុដែលនាំឲ្យមានឈុតឆាកនៅដើមរឿងឃើញគាត់រំភើបខ្លាំងពេកម៉ារីស្មានថាគាត់ឈួតហើយដើម្បីបញ្ជាក់ថាគាត់មិនមែននិយាយលេងគាត់ក៏ចាប់យកចានប៉ូស្លែនបុរាណមួយបន្ទាប់មកគាត់ក៏អូសដៃម៉ារីទៅផ្សារលក់វត្ថុបុរាណដើម្បីលក់វាពេលទៅដល់ផ្សារវត្ថុបុរាណបុរសនោះក៏បើកភ្នែកទិព្វរបស់គាត់ភ្លាមហើយចាប់ផ្ដើមស្កេនមើលគាត់ក៏ប្រទះឃើញពេញតែបុរាណមួយយ៉ាងលឿនប៉ុន្តែដើម្បីកុំឲ្យអ្នកលក់សង្ស័យគាត់ធ្វើជាសួរតម្លៃធូបការនៅក្បែរនោះអ្នកលក់ស្មានថាជួបមនុស្សឆោតក៏កាប់ថ្លៃ$3000ភ្លាមបុរសនោះធ្វើជាដើរចេញប៉ុន្តែអ្នកលក់ខាត់គាត់ហើយថាអាចចុះថ្លៃមកត្រឹម$300ថែមទាំងឲ្យបុរសនោះរើសយករបស់ថែមមួយដោយឥតគិតថ្លៃទៀតផងបុរសនោះមិនបង្អង់យូរក៏យកពេញតែនោះភ្លាមម្ចាស់ហាងវត្ថុបុរាណស្រីម្នាក់បានឃើញហេតុការណ៍នេះនាងចាប់អារម្មណ៍ពេញតែក្នុងដៃគាត់ភ្លាមហើយហ៊ានឲ្យថ្លៃ$1 លាននៅនឹងកន្លែងដើម្បីបង្ហាញថានាងនិយាយមែននាងក៏នាំគាត់ទៅហាងវត្ថុបុរាណរបស់នាងឃើញនាងស្មោះត្រង់បុរសនោះក៏យល់ព្រមលក់ពេញតែឲ្យនាងដោយមិនស្ទាក់ស្ទើរបន្ទាប់មកគាត់ក៏ដកចានប៉ូស្លែនបុរាណដែលយកពីផ្ទះមកម្ចាស់ហាងចំណាំបានភ្លាមថាវាជាវត្ថុបុរាណដ៏មានតម្លៃនាងហ៊ានឲ្យថ្លៃ$20 លានសម្រាប់ចាននោះបុរសនោះមិនគិតយូរទេក៏យល់ព្រមភ្លាមពេលការលក់ដូរចប់សពគ្រប់បុរសនោះក៏នាំម៉ារីត្រឡប់ទៅផ្ទះវិញប៉ុន្តែពេលនោះឪពុកម្ដាយរបស់គាត់ក៏ទូរស័ព្ទមកពួកគាត់សួរថាហេតុអ្វីបានជាគាត់លក់របស់របរក្នុងផ្ទះតាមពិតទៅឪពុករបស់គាត់គឺជាមហាសេដ្ឋីដែលមានបំផុតក្នុងទីក្រុងគាត់ធ្វើជាក្រីក្រគ្រាន់តែដើម្បីបង្រៀនកូនប្រុសឲ្យចេះតស៊ូប៉ុណ្ណោះឥឡូវរឿងបែកការហើយគាត់គិតថាគ្មានអ្វីត្រូវលាក់បាំងទៀតទេតាមបញ្ជាឪពុកអ្នកបម្រើផ្ទះក៏យកកាតធនាគារដែលគ្មានដែនកំណត់មកឲ្យដើម្បីអរគុណម៉ារីដែលមើលថែគាត់កន្លងមកគាត់ក៏នាំនាងទៅមជ្ឈមណ្ឌលលក់អចលនទ្រព្យគាត់ចំណាយ$100 លានទិញវីឡាដ៏ប្រណិតឲ្យនាងភ្លាមអាណានិងកូនអ្នកមាននោះបានឃើញហេតុការណ៍នេះពួកគេក៏ប្រញាប់ទៅសួរភ្នាក់ងារលក់ពួកគេសួរថាតើពីរអ្នកនោះមកធ្វើអ្វីនៅទីនេះពេលដឹងថាម៉ារីទើបតែទិញវីឡាដ៏ប្រណិតអាណាសន្និដ្ឋានថាម៉ារីប្រកាសជាតាក់ទងបានសេដ្ឋីណាម្នាក់ហើយនាងថែមទាំងមានគំនិតចង់យកផ្ទះថ្មីរបស់ម៉ារីមកធ្វើជារបស់ខ្លួនទៀតផងកូនអ្នកមាននោះក៏ញុះញង់ឲ្យនាងទៅសុំទោសម៉ារីដោយគិតថាម៉ារីចិត្តទន់អាចនឹងលើកលែងឲ្យដូច្នេះអាណាក៏ទៅរកម៉ារីដើម្បីសុំទោសនាងចង់ឆ្លៀតឱកាសនេះដើម្បីបានស្គាល់កប៉ាថ្មីរបស់នាងប៉ុន្តែម៉ារីបានស្គាល់ចរិតរបស់អាណាច្បាស់ហើយនាងក៏បិទទ្វារដាក់មុខនាងតែម្ដងប៉ុន្តែសង្សារអ្នកមាននោះមិននៅស្ងៀមទេគេបានរកលេខទូរស័ព្ទប៉ាថ្មីរបស់អាណាអ្វីដែលពួកគេមិនដឹងគឺកប៉ាថ្មីនោះតាមពិតគឺជាបុរសនោះឯងអាណាប្រញាប់ផ្ញើសារទៅគាត់ភ្លាមនាងបានអញ្ជើញគាត់ទៅចូលរួមពិធីដេញថ្លៃនៅថ្ងៃបន្ទាប់បុរសនោះចង់លេងសាច់បន្តិចដូច្នេះគាត់ក៏ឆ្លើយតបក្នុងនាមជាប៉ាគាត់សន្យាថានឹងទៅឲ្យទាន់ពេលវេលាអាណាសប្បាយចិត្តខ្លាំងណាស់នាងគិតថានាងទទួលបានការពេញចិត្តពីប៉ាថ្មីក៏ហើយថ្ងៃបន្ទាប់បុរសនោះនិងម៉ារីក៏មកដល់កន្លែងដេញថ្លៃតាមការសន្យាអាណាសប្បាយចិត្តពេលឃើញម៉ារីមកប៉ុន្តែសង្សារអ្នកមាននោះបានខាត់បុរសនោះគេថាបុរសនោះគ្មានសិទ្ធិមកកន្លែងនេះទេម៉ារីប្រាប់ថាពួកគេត្រូវបានអញ្ជើញប៉ុន្តែអាណាអះអាងថានាងអញ្ជើញតែម៉ារីនិងកប៉ាថ្មីក៏ប៉ុណ្ណោះនាងចំអកថាមនុស្សក្រីក្រដូចគាត់មិនសមនឹងកន្លែងដ៏ប្រណិតបែបនេះទេបន្ទាប់មកនាងសួរម៉ារីថាកប៉ាថ្មីនៅណាម៉ារីនៅតែប្រកែកថានាងគ្មានសង្សារទេអាណាស្មានថាម៉ារីចង់លាក់បាំងនាងអួតថានាងមានលេខតាក់ទងកប៉ាថ្មីរួចហើយសង្សារអ្នកមានចាប់ផ្ដើមរុញច្រានបុរសនោះទៅមាត់ទ្វារហើយអញ្ជើញម៉ារីចូលខាងក្នុងយ៉ាងគួរសមអាណាក៏ខាត់បុរសនោះមិនឲ្យចូលដែរប្រាប់ឲ្យគាត់ថយចេញទៅស្រាប់តែពេលនោះម្ចាស់ហាងវត្ថុបុរាណក៏លេចមុខមកហើយសូមឲ្យបុរសនោះជួយពិនិត្យមើលត្បូងបុរសនោះក៏ដើរតាមនាងចូលទៅក្នុងពិធីដេញថ្លៃអាណាទាញទូរស័ព្ទមកផ្ញើសារសួរកប៉ាថ្មីក៏ថាមកដល់ឬនៅស្របពេលនោះបុរសនោះទើបតែដើរចូលមកដល់ហើយទទួលបានសាររបស់អាណាគាត់ក៏តបទៅវិញថាគាត់នៅខាងក្នុងហើយអាណាទាមទារឲ្យគាត់ចេញពីកន្លែងអង្គុយភ្លាមនាងថាកន្លែងនោះទុកសម្រាប់កប៉ាថ្មីរបស់នាងបុរសនោះខ្ជិលបត់ជាមួយអាណាគាត់បែរទៅសួរម៉ារីថាឃ្លានទេម៉ារីថាឃ្លានបន្តិចដែរព្រោះមិនបានញ៉ាំអាហារពេលព្រឹកដូច្នេះបុរសនោះក៏ទូរស័ព្ទទៅអ្នកបម្រើគាត់បញ្ជាឲ្យរៀបចំអាហារមកកន្លែងដេញថ្លៃសង្សារអ្នកមានសាច់ចំអកឲ្យគាត់ថាពូកែសម្ដែងអាណាចំអកថាគាត់ជាអ្នកស្រែសុខសាស្ត្រភ្លាមនោះពិធីករក៏ទទួលបានទូរស័ព្ទពីអ្នកបម្រើភ្លាមនោះអាហារដ៏ប្រណិតត្រូវបានយកមកដាក់ជូនគ្រប់តោមានគេលាន់មកថាអាហារនេះមានតម្លៃយ៉ាងតិច$1 លានអាណាអ៊ូតភ្លាមថាកប៉ាថ្មីរបស់នាងជាអ្នករៀបចំពិធីករប្រកាសថាគ្រប់គ្នាអាចពិសាអាហារបណ្ដាចូលរួមដេញថ្លៃបណ្ដាគាត់ថារបស់ដំបូងចាប់ផ្ដើមក្នុងតម្លៃ$50 លានគ្រប់គ្នាគិតថាដុំថ្មដែលដាក់ដេញថ្លៃនោះប្រហែលជាមានត្បូងនៅខាងក្នុងម្ចាស់ហាងវត្ថុបុរាណសូមឲ្យបុរសនោះជួយវិតម្លៃបុរសនោះក៏លើកស្លាកដេញថ្លៃ$100 លាន
អាណាចំអកឲ្យគាត់ភ្លាមថាឈួតហើយនាងហើយសន្តិសុខមកបណ្ដេញគាត់ចេញបន្ទាប់មកនាងក៏ឆក់យកសោឡានរបស់គាត់នាងសួរថាគាត់លួចសោនេះមកពីណាបុរសនោះថាវាគ្រាន់តែជាឡានមួយប៉ុណ្ណោះមិនបាច់ឆ្ងល់ពេកទេប៉ុន្តែអាណាចោទគាត់ថាលួចសោឡានរបស់កប៉ាថ្មីនាងសង្សារអ្នកមានប្រាប់ម៉ារីថាបុរសនោះជាចោរម៉ារីប្រាប់ថាសោនោះជារបស់គាត់ពិតមែនឪពុករបស់សង្សារអ្នកមានប្រាប់ពិធីករឲ្យបណ្ដេញចោរនោះចេញពិធីករក៏ឲ្យសន្តិសុខភ្លាមប៉ុន្តែអាណាថាចង់ទូរស័ព្ទទៅកប៉ាថ្មីនាងសិននាងចង់ឃើញគាត់ចាត់ការបុរសនោះដោយផ្ទាល់ដៃភ្លាមនោះទូរស័ព្ទរបស់បុរសនោះក៏រត់ឡើងគាត់លើកទូរស័ព្ទហើយហៅអាណាថាកូនស្រីសម្លាញ់អួតដោយសំឡេងបែបឪពុកអាណាភ្ញាក់ផ្អើលរហូតធ្លាក់ចង្កា